បងប្អូនដែលចូលចិត្តថតវីដេអូកុំអើអ៊ំឡងអីនេះគឺជាហេតុផល3ដែលបងប្អូនត្រូវដឹងពីកាមេរ៉ាដ៏អស្ចារ្យមួយនេះនេះគឺជាកាមេរ៉ា360 degree ស៊េរីថ្មីសិនឡើងនិងជាលើកដំបូងបងអស់របស់ក្រុមហ៊ុន DJI អ្វីដែលកាន់តែពិសេសនោះវាមកជាមួយនឹង sensor ខ្នាតធំដល់ទៅ1 inch sphere sensor ចំនួន2គ្រាប់ដែលជួយឲ្យកាមេរ៉ាថតនៅកន្លែងខ្សោយពន្លឺច្បាស់ស្រឡះតែម្ដងតោះទៅមើល3ចំណុចខ្លាំងរបស់វាចំណុចទី1ថតមុនកាត់ក្រោយចំណុចមួយនេះជួយឲ្យបងប្អូនលែងបារម្ភរឿងរងខុសឬថតមិនចំគោលដៅបងប្អូនគ្រាន់តែចុចថតយកទស្សនវិជ្ជាជុំវិញខ្លួនសិនទៅរួចចាំមកជ្រើសរើសប្លង់យកកន្លែងដែលសំខាន់នៅពេលកាត់តតាមក្រោយក៏បានទី2បំបត្តិដង selfie ក្រៅពីការថតបានជុំវិញខ្លួនអ្វីដែលតាក់ទាញបំផុតគឺវាអាចលុបដងកាន់ចេញដោយស្វ័យប្រវត្តិវីដេអូដែលចេញមកគឺមើលទៅដូចមានដ្រូនកំពុងហោះតាមយើងពីមុខឬពីលើអញ្ចឹងដែរដោយមិនឃើញមានអ្នកកាន់ដងឡើយទី3បង្កើតប្លង់ប្លែកៗដូចក្នុងហ្គេមកាន់តែពិសេសសម្រាប់អ្នកធ្វើប្លុកដើរលេងឬជិះម៉ូតូបងប្អូនអាចបង្កើតប្លង់បែបអ្នកទី3ដូចក្នុងហ្គេម GTA អញ្ចឹងដែលកាមេរ៉ាធម្មតាឬទូរស័ព្ទมันអាចធ្វើបានឡើយមិនត្រឹមតែប៉ុណ្ណោះវានៅមានសមត្ថភាពដ៏អស្ចារ្យជាច្រើនដូចជាប្រព័ន្ធទប់លំនឹងកម្រិតខ្ពស់ទោះបីជាបងប្អូនរត់ជិះម៉ូតូឬធ្វើសកម្មភាពខ្លាំងកម្រិតណាក៏ដោយក៏វីដេអូនៅតែល្អនិងមិនញ័រមិនវិលមុខ effect ប្លែកភ្នែកដូចជាប្លង់ភ្នែកត្រីឬប្លង់កូនផែនដីដែលជួយទាក់ទាញចំណាប់អារម្មណ៍បានយ៉ាងល្អសម្រាប់វីដេអូខ្លីៗមុខងារ 2 in 1បើមិនចង់ថត360បងប្អូនក៏អាចបដូរវាទៅជា mode action កាមេរ៉ាធម្មតាដើម្បីថតកម្រិត 4K ច្បាស់ដូចគ្នានិយាយទៅកាមេរ៉ាមួយនេះគឺស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តថតប្លង់ប្លែកៗឬអ្នកដែលចូលចិត្តជិះកង់ឬជិះម៉ូតូគឺត្រូវចិត្តតែម្ដងអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះពួកយើងក៏មានការបញ្ចុះតម្លៃលើកាមេរ៉ាមួយនេះផងដែរគឺតម្លៃពេញ$569ចុះសល់ត្រឹមតែ$485តែប៉ុណ្ណោះនោះមានកំណត់ដើម្បីទទួលបានតម្លៃពិសេសមួយនេះបងប្អូនគ្រាន់តែឆាតចូល page Cambodia OC ឬ Telegram ដើម្បីទទួលបានតម្លៃពិសេសអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ